តាអ្នកធ្លាប់ឆ្ងល់ទេថាតើការការពារមេដឹកនាំផ្ដាច់ការដ៏គ្រោះថ្នាក់បំផុតមួយរូបក្នុងពិភពលោកនឹងមានអារម្មណ៍យ៉ាងណាតើអ្នកធ្លាប់ស្រមៃឃើញទេថាការចំណាយពេលជិត10ឆ្នាំក្នុងភាពភ័យខ្លាចដោយដឹងថាកំហុសតូចមួយអាចមានន័យថាស្លាប់សម្រាប់អ្នកនិងក្រុមគ្រួសាររបស់អ្នកនឹងទៅជាយ៉ាងណាចម្លើយនឹងត្រូវបានលាតត្រដាងនៅក្នុងវីដេអូឯកសារពិសេសនេះវីដេអូនេះបាននាំយើងចូលទៅក្នុងពិភពដ៏សម្ងាត់និងគ្រោះថ្នាក់បំផុតមួយនៅលើភពផែនដីតាមរយៈភ្នែករបស់អតីតអង្គរៈផ្ទាល់របស់លោកគីមចុងអ៊ីលបុរសរូបនេះគឺលោកលីយ៉ុងគុកលីយ៉ាងខុកដែលបានបម្រើការជាអង្គរៈរបស់មេដឹកនាំកូរ៉េខាងជើងអស់រយៈពេល10ឆ្នាំចាប់ពីឆ្នាំ1978ដល់1988គាត់បានចែករំលែកនូវរឿងរ៉ាវនិងបទពិសោធន៍ដែលមិនធ្លាប់មានពីមុនមកដែលបានធ្វើឲ្យយើងយល់ដឹងកាន់តែច្បាស់អំពីភាពភ័យរន្ធត់នៅពីក្រោយរបបផ្ដាច់ការនៅកូរ៉េខាងជើងការងាររបស់អង្គរៈគឺមិនមែនគ្រាន់តែការការពាររាងកាយប៉ុណ្ណោះទេលោកលីបានរៀបរាប់អំពីដំណើរការជ្រើសរើសនិងបណ្ដុះបណ្ដាលដ៏តឹងរ៉ឹងបំផុតដែលគាត់បានឆ្លងកាត់មុនពេលត្រូវបានគេចាត់ទុកថាស័ក្តិសមក្នុងការការពារមេដឹកនាំគាត់ត្រូវបានគេបង្រៀនឲ្យជឿថាគាត់ត្រូវតែការពារមេដឹកនាំដោយជីវិតរបស់គាត់អ្នកដែលបម្រើការក្នុងតួនាទីនេះត្រូវតែត្រៀមខ្លួនដើម្បីលះបង់ជីវិតរបស់ពួកគេដើម្បីមេដឹកនាំគ្រប់ពេលវេលាលោកលីបាននិយាយថាខ្ញុំត្រូវបានបង្រៀនឲ្យជឿថាខ្ញុំត្រូវតែការពារគាត់ដោយជីវិតរបស់ខ្ញុំគាត់បានរៀបរាប់អំពីជីវិតប្រចាំថ្ងៃនៅក្នុងវិមានរបស់លោកគីមចុងអ៊ីលដែលជាកន្លែងដែលភាពប្រណីតនិងភាពភ័យខ្លាចបានរស់នៅជាមួយគ្នាលោកគីមចុងអ៊ីលត្រូវបានគេស្គាល់ថាជាមនុស្សដែលមានចំណង់ចំណូលចិត្តខាងកាំភ្លើងខ្លីពងត្រីបាឡែននិងរថយន្តប្រណីតនាំចូលប៉ុន្តែភាពប្រណីតនេះត្រូវបានគ្របដណ្ដប់ដោយភាពភ័យខ្លាចនិងការភ័យស្លន់ស្លោលោកលីបានថ្លែងថាលោកគីមចុងអ៊ីលអាចប្រហារជីវិតមនុស្សបានយ៉ាងងាយដោយគ្រាន់តែមានអារម្មណ៍មិនល្អក្នុងឱកាសមួយលោកបានបញ្ជូនមន្ត្រីជាន់ខ្ពស់ម្នាក់ទៅកាន់ជំរំប្រមូលផ្ដុំដោយសារតែគាត់បានប្រើជណ្ដាលយន្តផ្ទាល់ខ្លួននិងភេបារីរបស់លោកអ្នកដែលលោកពេញចិត្តនឹងទទួលបានមាសប៉ុន្តែអ្នកដែលលោកស្អប់នឹងត្រូវទទួលរងនៅការសងសឹកយ៉ាងឃោរឃៅការភ័យខ្លាចនេះបានជ្រាបចូលគ្រប់ស្រទាប់នៃសង្គមហើយអង្គរៈក៏មិនមានករណីលើកលែងដែរពួកគេត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលវេលាព្រោះកំហុសតូចមួយអាចមានន័យថាស្លាប់សម្រាប់ពួកគេនិងក្រុមគ្រួសាររបស់ពួកគេលោកលីបានពិពណ៌នាអំពីបរិយាកាសនៃការភ័យខ្លាចនិងការមិនទុកចិត្តដែលគ្របដណ្ដប់លើវិមានលោកលីក៏បានចែករំលែកអំពីពេលវេលាដ៏តានតឹងនិងគ្រោះថ្នាក់ដែលគាត់បានជួបប្រទះក្នុងអំឡុងពេលបម្រើការងាររបស់គាត់បាននិយាយអំពីការប៉ុនប៉ងធ្វើឃាតនិងការគំរាមកំហែងផ្សេងដែលគាត់ត្រូវតែប្រឈមមុខគាត់បានពណ៌នាអំពីរបៀបដែលពួកគេត្រូវតែត្រៀមខ្លួនសម្រាប់អ្វីទាំងអស់ហើយរបៀបដែលពួកគេត្រូវតែធ្វើការជាក្រុមយ៉ាងស្វាហាប់ដើម្បីធានាសុវត្ថិភាពរបស់មេដឹកនាំទោះបីជាមានការភ័យខ្លាចនិងគ្រោះថ្នាក់ក៏ដោយក៏លោកលីបានបន្តបម្រើការងាររបស់គាត់អស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែនៅឆ្នាំ1988គាត់បានសម្រេចចិត្តរត់ចេញពីកូរ៉េខាងជើងគាត់បានធានាតំណែងទាបក្នុងរដ្ឋាភិបាលហើយប្រើប្រាស់ឋានៈរបស់គាត់ជាអតីតអង្គរៈរបស់លោកគីមដើម្បីទទួលបានទិដ្ឋាការទៅទស្សនាប្រទេសចិនគាត់បានរត់គេចខ្លួនហើយមិនដែលត្រឡប់មកវិញឡើយបន្ទាប់ពីការរត់គេចខ្លួនលោកលីបានក្លាយជាអ្នកអស៊ូមទេសិទ្ធិមនុស្សហើយបានធ្វើដំណើរទូទាំងពិភពលោកដើម្បីនិយាយអំពីបទពិសោធន៍របស់គាត់មានបេសកកម្មច្បាស់លាស់មួយគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅកូរ៉េខាងជើងនិងនាំលោកគីមចុងអ៊ុនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិគាត់បានបង្ហាញអំពីរបៀបដែលកូរ៉េខាងជើងបានបង្កើតភាពស្មោះត្រង់คล้ายៗដោយផ្អែកលើការភ័យខ្លាចគាត់ក៏បានបង្ហាញពីរបៀបដែលលោកគីមចុងអ៊ុនធ្លាប់ជាក្មេងដែលឯកាតានតឹងនិងឆាប់ខឹងរឿងរ៉ាវរបស់លោកលីយ៉ុងគុកគឺជាការរំលឹកដ៏ឈឺចាប់មួយអំពីភាពភ័យរន្ធត់នៃរបបផ្ដាច់ការកូរ៉េខាងជើងវាបង្ហាញយើងថាសូម្បីតែនៅក្នុងពិភពដែលពោរពេញទៅដោយការភ័យខ្លាចនិងការគ្រប់គ្រងក៏ដោយក៏នៅតែមានរឿងរ៉ាវនៃភាពក្លាហាននិងការតស៊ូដែលរងចាំត្រូវបានប្រាប់តើអ្នកចង់ដឹងទេថាតើអ្វីទៅដែលជំរុញឲ្យបុរសម្នាក់លះបង់ជីវិតរបស់គាត់ដើម្បីការពារមេដឹកនាំផ្ដាច់ការតើអ្នកចង់ឃើញពីទស្សនវិជ្ជាដ៏កម្រនៃវិមានដ៏ធំរបស់លោកគីមចុងអ៊ីលដែរឬទេចម្លើយនឹងត្រូវបានបង្ហាញនៅក្នុងវីដេអូនេះកុំខកខានឱកាសក្នុងការស្វែងយល់ពីអាថ៌កំបាំងនៃរបបផ្ដាច់ការកូរ៉េខាងជើងតាមរយៈភ្នែករបស់អតីតអង្គរៈម្នាក់ប្រភពព័ត៌មានវីដេអូ YouTube I spent a day with Kim Jong's actual bodyguard សូមអរគុណសម្រាប់ការទស្សនា